ដរាបណាមន្ត្រីនៅតែមិនឆ្លើយប្រកបដោយវិជ្ជាជីវៈបណ្ដាញសង្គមនេះហើយគឺជាទីកន្លែងសម្រាប់ឲ្យពលរដ្ឋជជែកដើម្បីស្វែងរកការពិតនិងទាមទារការទទួលខុសត្រូវពីមន្ត្រីភាពមិនប្រក្រតីធំពីរដែលយើងត្រូវជជែកបន្តទៀតមានដូចជាទី1តាមរយៈការសន្និដ្ឋានរបស់កាសែតម៉ុងកាបេតាមរយៈផ្កាយរណបបទសម្ភាសមន្ត្រីមូលដ្ឋាននិងពលរដ្ឋមូលដ្ឋានថាការជីកយកក្រែមាសបានចាប់ផ្ដើមយ៉ាងហោចណាស់ក្នុងកំឡុងពាក់កណ្ដាលឆ្នាំ2023អ្នកមន្ត្រីឆ្លើយតបដោះសារយ៉ាងដាច់អហង្ការ2ហេតុប៉ះពាល់បរិស្ថានកង្វះតម្លាភាពខ្ពស់តាមរយៈប្រភពកាសែតដដែលបានបញ្ជាក់ថាយោងតាមឯកសារចុះនៅថ្ងៃទី19កុម្ភៈឆ្នាំ2024ក្រុមហ៊ុនដែលធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាក្រុមហ៊ុនតែមួយដែលតែងតែធ្វើការវាយតម្លៃសម្រាប់ក្រុមហ៊ុន Global Green ដែលមិនបានចុះទៅពិនិត្យទីតាំងរករកក្រែមាសនៅទីដាច់ស្រយាលក្នុងឧទ្យានជាតិវីរៈជ័យផ្ទាល់សោះតាមរយៈបទពិសោធន៍ការងាររបស់ចលនាមេដាធម្មជាតិកន្លងមកការវាយតម្លៃហេតុប៉ះពាល់បរិស្ថានគ្រាន់តែធ្វើឡើងជាឧបករណ៍ដើម្បីបិទបាំងការបំផ្លាញធនធានធម្មជាតិប៉ុណ្ណោះវាមិនបានឆ្លុះបញ្ចាំងការពិតអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋការបំផ្លាញធនធានធម្មជាតិនិងអនាគតវែងឆ្ងាយរបស់ពលរដ្ឋឡើយសូមចែករំលែកវីដេអូនេះនិងបន្តជជែកពិភាក្សានៅក្នុងប្រអប់ comment ខាងក្រោមរហូតដល់មានការឆ្លើយតបពីភ្នាក់ងាររដ្ឋសូមអរគុណ